ការដែលមិនដឹងពីខ្លួនឯងធ្វើឲ្យយើងដើរដោយមិនមានទិសដៅច្បាស់លាស់រវល់តែចាប់អារម្មណ៍នឹងភាពខ្លាចបន្លំខាងក្រៅមិនបានសញ្ជឹងគិតទៅដល់តម្រូវការដ៏ពិតប្រាកដក្នុងផ្លូវចិត្តរបស់យើងគួរទទួលស្គាល់និងកំណត់ឲ្យបានច្បាស់នៅអ្វីដែលយើងចេះនិងអ្វីដែលយើងមិនចេះទើបយើងនឹងមិនធ្លាក់ចូលទៅក្នុងរណ្ដៅនៃភាពស្រពេចស្រពិលរវាងការចេះដឹងនិងការមិនចេះឬចេះបន្តិចបន្តួចធ្វើជាចេះច្បាស់មិនចំពោះថាត្រូវធ្វើអ្វីក៏ដោយបើយើងមិនរក្សាចម្ពោះនៃការពិតបែរជាចូលចិត្តពួនក្អេងក្អាងធ្វើជាចេះដឹងហួសសមត្ថភាពឬផ្ដោតការចាប់អារម្មណ៍ទៅលើសម្បកក្រៅតែម្យ៉ាងមើលរលងភាពពិតប្រាកដនៃអត្ថប្រយោជន៍នោះអ្នកពិតជាពិបាកក្នុងការស្វែងរកជោគជ័យក្នុងជីវិតណាស់រូបភាពខាងក្រៅទោះជាសំខាន់ខ្លះៗក៏ដោយតែអ្វីដែលសំខាន់គឺភាពពិតដែលជាឫសគល់ខាងក្នុងជាពិសេសត្រូវរកឲ្យឃើញថាខ្លួនឯងនៅខ្វះខាតត្រង់ចំណុចណាខ្លួនឯងនៅមិនទាន់ចេះអ្វីខ្លះយើងត្រូវរៀបចំបំពេញបន្ថែមយ៉ាងណាឲ្យបានប្រសើរជាងមុនមិនគួរយល់ថាខ្លួនឯងឆ្លាតគ្រប់គ្រាន់ហើយអ្វីដែលខ្លួនបានគិតបានធ្វើនោះត្រឹមត្រូវអស់ហើយធ្វើឲ្យខ្លួនយើងខ្វះការពិនិត្យពិចារណាដើម្បីអភិវឌ្ឍខ្លួនឯងឲ្យកាន់តែរីកចម្រើនទៅមុខដូចពាក្យចាស់ថាងើយស្កកអោនដាក់ក្របចេះស្ទើរធ្វើភ្លឺល្អជាងចេះស្ទើរត្រូវរៀនថែមឲ្យបានច្បាស់បើមិនដូច្នោះទេអ្នកនឹងត្រូវចំណាយខ្ពស់លើសពីតម្លៃធម្មតាជាច្រើនដងទៀតត្រូវសម្ដែងអេតយ៉ាប័តដែលជាលំនាំរបស់ខ្លួនឯងអ្នកចង់ទៅជាអ្វីវានឹងទៅជាយ៉ាងនោះទទួលស្គាល់ថាខ្លួនឯងមិនចេះល្អជាជាងបន្លំធ្វើចេះ